សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីការប្រើ Bootstrap Framework ដាក់ទៅក្នុង ASP.NET អញ្ចឹងវាមានពីររបៀបទី1គឺបើសិនណាបើយើងប្រើ standard control របស់វាគឺយើងប្រើជា style bootstrap គឺយើងត្រូវប្រើផ្សេងហើយ standard HTML file នៅក្នុងនេះគឺផ្សេងអូខេឥឡូវខ្ញុំបង្ហាញពីរបៀបតែម្ដងឥឡូវខ្ញុំធ្វើការបង្កើត project ថ្មីគឺខ្ញុំយកពាក្យថា new ហើយខ្ញុំយកពាក្យថា website ព្រោះខ្ញុំខ្ជិលយកជា project ព្រោះវាមាន default របស់វាឥឡូវខ្ញុំសេនៅក្នុង C# ភាសា C# ខ្ញុំយក C# ទៅខ្ញុំសេ Visual Basic យក Visual Basic តែខ្ញុំសេក្នុង Visa អូខេឥឡូវខ្ញុំរើសទីតាំងវាដាក់នៅក្នុង VMware នឹងដែរប៉ុន្តែនៅក្នុងហ្នឹងខ្ញុំដាក់demo bootstrapអូខេហើយបន្តមកខ្ញុំរើស empty website ហើយអូខេចឹងក្រុមចាំផ្លែតវាកំពុងធ្វើការបង្កើត project ថ្មីអូខេជាដូចលើហើយអូខេបន្តមកខ្ញុំបង្កើត web form មួយមកស្អាមលើវានឹងទៅយកពាក្យ add ហើយបន្តមកខ្ញុំយកពាក្យ web form ហើយខ្ញុំដាក់ default ចឹងបដ ாய் ទៅឥឡូវនៅក្នុង web form ហ្នឹងអូខេចាំមក play កុំព្យូទ័រខ្ញុំយឺតអូខេអញ្ចឹងនៅក្នុង web form ហ្នឹងអត់តាន់មានអីទេហើយក៏អត់តាន់ដាក់ style ក្នុង bootstrap ដែរអញ្ចឹងខ្ញុំធ្វើការ download framework ហ្នឹងគឺ open source ទេអូខេអញ្ចឹងខ្ញុំចូលទៅកាន់ address នេះគឺ getbootstrap.com អានេះ version 3អញ្ចឹងយើងអាច download version 3យើងចង់ download version 2ក៏បានដែរឥឡូវវាចេញដល់ version 4ប៉ុន្តែវាអត់តាន់ full ទេឥឡូវយើងប្រើ version 3អញ្ចឹងចូលទៅកាន់នឹងហើយបន្តមកយើងចុចទៅលើ menu getting start ហើយបន្តមកយើងជ្រើសរើសកន្លែងប្រភេទនៃការ download របស់វាឥឡូវខ្ញុំយក bootstrap នេះចុច download មកអូខេចុច download អូខេបន្តមកយើងជ្រើសទីតាំងដែលយើងទុកអូខេឥឡូវខ្ញុំដាក់នៅលើ desktop ហើយខ្ញុំធ្វើការ start អូខេអានេះមួយទៀតអានេះទីតាំង desktop បាញ់ហ្នឹងឥឡូវខ្ញុំ close ហើយបន្តមកនេះខ្ញុំ extra វាមកអញ្ចឹងខ្ញុំ extra មកខ្ញុំបានប៉ុណ្ណឹងនេះទីតាំងរបស់វាអូខេឥឡូវខ្ញុំបានប៉ុណ្ណឹងឥឡូវខ្ញុំចាប់ផ្ដើមធ្វើការ rename ដាក់នេះខ្ញុំដាក់lib to តំណាងឲ្យ library បន្តមកខ្ញុំ copy អាហ្នឹង copy ដាក់នៅក្នុងនេះអូខេខ្ញុំ paste វាមកហ្នឹងហើយអញ្ចឹងខ្ញុំធ្វើបានអញ្ចឹងខ្ញុំដាក់ title នេះខ្ញុំដាក់តែ bootstrap អូខេតែ bootstrap ដៃក្បត់ចិត្តម្ចាស់អូខេបន្តមកតែ bootstrap អញ្ចឹងអ្វីខ្ញុំត្រូវហៅ link មកគឺដំបូងខ្ញុំហៅពីគឺ bootstrap.cas ឬក៏ bootstrap.mini បានហៅ file compress ខ្ញុំទាញវាមកស្ដាប់ឲ្យចង់ឲ្យចាប់អូសមកអូខេហើយមួយទៀតfile theme file bootstrap theme នេះអូខេ bootstrap theme ហើយបន្តមកខ្ញុំត្រូវការហៅscript របស់វា JS របស់វា bootstrap នេះយើងប្រើមួយណាក៏បានដែរ bootstrap.js នេះ file វាអត់ត compress ទេអានេះអត់ត compress ទេប៉ុន្តែបើ file វា compress ហើយmin កតុយ min អញ្ចឹង file compress ហើយនឹងអត់ compress ខុសគ្នាមិនអញ្ចឹង file
compress ban hai bị đa luôn về những đặt là server bỏ compress bị đa dư phần tái file lại compress những ai thưa cá edit bàn cài code bọc kế file compress hai cư dân của bạn không cả cài đấy phần tái đã không server file compress via tối đã lươn compress không là lươn trắng tiết tiết chẳng chắc bao giờ khơi compress chế dân ai chờ đi compress via bên bán cư dân trên control em ở on mắt ok bạn hai dương select all tạm máy dân chơi được nông keyboard bao giờ dân chơi control là chop và tạm máy dân chơi so k hai so đi chẳng pe nút vía đi nhé anh compress vậy ok chẳng là lấy nhưng mình bạch xe tế fan lắm chúng bạch vía lấy cổ ca mình kháng cư dân tơ tiền nhìn là trắng dân viên mất ok hay dân môi tiện cư dân thôi ca download jQuery ní được non ní viên miên exception bao vía nè jQuery ní chẳng dân ai copy link nâng bảo bán okខ្ញុំ copy ហើយអញ្ចឹងខ្ញុំ copy ខ្ញុំដាក់នៅខាងក្រោមនេះអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចដែរបានន័យថា link jQuery នេះបើសិនណាដាច់អ៊ីនធឺណិតគឺបានថា pop up ឬក៏ model នេះគឺប្រើបានទេអញ្ចឹងយើងត្រូវការធ្វើការ download វាទុកមួយទៀតអញ្ចឹងយើង select លើនេះមក download ទុកនៅក្នុង local យើងហើយយើងអាចប្រើបានរហូតហ្មងអូខេចុចលើវានេះមកហើយយើង pass and go តាមមក save ដាក់លើ desktop អូខេបន្ទាប់មកខ្ញុំ copy វាទុកនេះ file នៅក្នុង desktop នេះខ្ញុំ copy ហើយបន្ទាប់មកខ្ញុំយកវាដាក់នៅក្នុង project របស់ខ្ញុំឥឡូវខ្ញុំដាក់នៅក្នុង JS នេះចុះអូខេឥឡូវ pass វាមកនេះ jQuery នេះអញ្ចឹង jQuery នឹងអូខេឥឡូវខ្ញុំបិទអានេះឥឡូវខ្ញុំបើក web form នេះខ្ញុំវិញអូណាដល់ណាអូខេអញ្ចឹងខ្ញុំបើក web form អូ my god អត់បាន save អូខេម្ដងទៀតអញ្ចឹងឥឡូវខ្ញុំដាក់តេស្តបានហើយបន្តមកកន្លែងនេះខ្ញុំទាញអានេះមួយមក bootstrap dot អូខេឥឡូវខ្ញុំហៅ file នេះមួយនៅក្នុង form នេះហើយមួយទៀតនៅក្នុង jQuery min មួយអូខេហើយបន្តមកមួយទៀតខ្ញុំធ្វើការហៅ bootstrap team.cs មួយហើយនឹងមួយទៀត bootstrap .min.cs នេះពីរអូខេតែប៉ុណ្ណឹងគឺដែរហើយនៅក្នុងនេះឥឡូវខ្ញុំហៅខ្ញុំប្រើបាននៅក្នុង ASP.NET ហ្នឹងវាមាន standard control នេះ standard control ហើយមួយទៀតគឺ standard HTML file ណានេះ standard HTML អញ្ចឹងខ្ញុំប្រាប់របៀបប្រើ control នីមួយៗនឹងសិនអញ្ចឹងជាទូទៅបើសិនណាបើយើងប្រើ standard control របស់ HTML យើងប្រើ style គឺវាមាន attribute របស់វាផ្សេងទៀតអូខេអញ្ចឹងខ្ញុំធ្វើប៊ូតុងមួយចុះប៊ូតុងអូខេប៊ូតុងនេះអញ្ចឹងយើងមើលទាំងអស់គ្នាប៊ូតុងនេះខ្ញុំដាក់អូខេមួយមកអញ្ចឹងពេលដែលខ្ញុំ run គឺវាអត់មាន style អីទេហ្នឹងហើយចាំមក play close អូខេឃើញហើយវាអត់មានអីទេអញ្ចឹងយើងចង់ដាក់ style នៅលើប៊ូតុងហ្នឹងអញ្ចឹងចង់ដាក់ style នៅលើប៊ូតុងហ្នឹងគឺយើងប្រើ attribute មួយទៀតនៅក្នុង standard CS ហ្នឹងអញ្ចឹងយើង CS ខ្លះហើយបន្តមកគឺយើងដាក់ style ទៅយើងប៊ូតុងហ្នឹងវាមានប្រភេទប៊ូតុងវាយើងចូលទៅក្នុង bootstrap ទៅវាមាន btn បន្តមក btn បន្តមកខ្ញុំដាក់denture ចុះពណ៌ក្រហមអូខេអញ្ចឹងយើងធ្វើការ run ម្ដងទៀតទៅឃ
cứ viên đừng khơi nhảy nè đấy thế chắc mà Visquad style about bootstrap rồi hay mà giang quanh tiết về để dân xe code nó không design ở không so này không design chắc nó không design anh ấy chúng ta standard control chứ những ai double click lên viết dân xe code vào đầu ok lấy khi ta là bè mùi chó là bè khi cho so mấy khi ta là bè mùi ok lấy khi ta là bè làm bay bên hàng lấy tích đặt láng ok này đã lb đã lbl tay nè chúng ta lbl tay trắng trong copy máu trắng ở trong design nó trong select lên ý trắng về để click lên button nắng dot text mà ấy lấy chúng ta mà hello sir chấm chót ok thêm chọn add style chấm chúng ta ní dot style hai cái ta máu thêm đồ viết là style dot add dùng chọn add việc bật thay được trong lặp bàn lắm ta máu add để kê thêm ta cái lo thêm ta red chấm biển on ok lấy person này vào viện miếng lấy bạch đã style đi ok lấy thêm ta phần năng cho lấy thêm rắn gì mà đong tiền dân về chọn máu nè hello sir chẳng mang HP dân xe code dân pra standard dân ai click lên button nó dân xe code bàn nếu còn mà gian tiết dân ai persona bao bì nhảy nhảy page dân ai mơ lại ní dân rồi một control đó là bây xe code chẳng nè control hay tạo máu dân rồi event hay tạo máu dân vô event bao bì a on click on command ấy dân chọn máu cư đi này ok anh nó ngờ là biết để ca sẽ code si sa đưa co ấy bao giờ nó được nó back in bao giờ á ok anh nó ngờ standard control mỗi tiết bao sana bao giờ pra chi ATML chẳng được nông ATML cứ khi mà pra ní khi sẽ code ATML tới ok ở lấy khi sẽ tới khi sẽ button hai button nắng trong ta đây mấy tờ tranh thai giống bọn trận mong lấy run add server trong ta run anh ấy ra xong đây team alpha chấm đặt server hai tạo mới chúng ta ID bao vía đã mua nắng chúng ta btn đây đấy ID bao vía nick mà ID body chẳng ID cũng tạo tròn khía ok hai bộ tạo máu chúng ta ở lấy xem xe chạy tới đã đây ok button ID thấy mỗi tiết tích tha xem trang apply style chẳng xem ta class hai bộ tạo máu xem ta btn hai bộ tạo máu btn info cho phải button đắng chẳng dừng mơ lại design nhưng chẳng dừng mà ai click trên C code đến á C code là bàn tệ chẳng dừng mà ai click trên C code hay có dừng mà ai cái đó còn lại nhờ button tag đi hơi on miền event này còn lại kiên đi mẹ nó on miền này kiên là bò sana nước nông nước nông níคือยังสไลด์เลยบนตรงนั้นมั้งคือมีอีเวนต์นะบอลในขนมนี้คืออันมีอีเวนต์này trắng làm bay xe code bán thường mày sẽ lại ATML file nắng xe code vị bi được có thì sao bao nhiêu được nông ở back in nắng cứ viên option viên mùi
អូខ្ញុំភ្លេចប្រាប់នៅក្នុងនេះបើយើងចង់ apply style bootstrap HTML គឺយើងប្រើតែ class ទេប៉ុន្តែបើសិនណាបើនៅក្នុង standard control របស់វាគឺយើងប្រើនេះ CSS class នេះ attribute របស់វាកុំច្រឡំគ្នាពីនេះនិងពីនេះនេះប្រើ HTML standard ASP.NET បងនេះប្រើ standard HTML5 ឬក៏ HTML4 ស្លាកចិត្តណាវាដូចគ្នាអូខេអញ្ចឹងយើងត្រូវបង្កើត event មួយអញ្ចឹង event យើងរើសទៅ on នេះវាមាន on click on double click ឥឡូវខ្ញុំដាក់ on click ចុះវាមាន server នេះ on server click អញ្ចឹងយើងត្រូវរើស event នេះ on server click ហើយបន្តមក server click បែរហើយយើង click អីគេអញ្ចឹងយើងត្រូវមើលកន្លែងនេះបន្តិចអូខេខ្ញុំទៅមើល back end វិញបន្តិច on server click អញ្ចឹងយើង click ទៅលើអីអញ្ចឹងយើង click ទៅលើនេះយើង click ទៅលើប៊ូតុងហ្នឹងមែនអត់អញ្ចឹង click ទៅលើប៊ូតុងហ្នឹងប៊ូតុងដែលមាន ID ហ្នឹងណាអញ្ចឹងបន្តមកបានហើយយើងត្រូវសរសេរ click ផងអូខេបានហើយបន្តមកគឺយើងត្រូវធ្វើការបង្កើត method ហ្នឹងចំណាំខ្លួនឯងផងអញ្ចឹងយើងត្រូវធ្វើការបង្កើត method នេះនៅក្នុង back end code យើងនេះឥឡូវខ្ញុំ copy path មានស្រាប់ខ្ញុំខ្ជិលសរសេរអញ្ចឹងចូលទៅក្នុងនេះខ្ញុំបង្កើតអូខេអានេះមិញនេះប៊ូតុងនេះអូខេអញ្ចឹង select លើវាមកខ្ញុំខ្ជិលសរសេរ typing កុំព្យូទ័រថ្ងៃនេះ slow ម្ល៉េះណាអូខេហើយបន្តមកខ្ញុំខាងនេះអូខេដល់វាខកអីចាំមក flat ណាអូខេឥឡូវខ្ញុំអូខេឥឡូវខ្ញុំមកនេះវិញចុះ on server client click ឥឡូវខ្ញុំប្រើកម្មវិធីនេះដល់ create method នេះអូខេបន្តមកខ្ញុំ copy code នេះអូខេអញ្ចឹងយើងបង្កើត method ណាអូខេអញ្ចឹងមិញខ្ញុំប្រើកម្មវិធី Reaper ដើម្បី generate auto ខ្ញុំខ្ជិលសរសេរកម្មវិធី Reaper នេះគឺយើងអាចធ្វើការ download បាននេះកម្មវិធី Reaper ហ្នឹងបើណាវាកូដខ្លះយើងខ្ជិលសរសេរវាមាន error ឬក៏ខ្វះខាតចន្លោះណាអីគឺវាដឹងជាងយើងទៀតវា generate ឲ្យយើង auto មកយើងខ្ជិលសរសេរអីឧមាកូដយើងសរសេរ10ឡានដល់ពេលទៅប្រើ Reaperវា generate យើងតែ2ឡានក៏1ឡានហើយពិសេសគឺវាខុសគ្នាអញ្ចឹងប្រើ Reaper ទៅតែពេលខ្លះម៉ាស៊ីនយើងតូចវារៀងដែរយឺតមែនប៉ុន្តែវាជួយយើងបានច្រើនណាកូដអូខេអញ្ចឹងនេះអញ្ចឹងមកយើងធ្វើការបង្កើត method មួយនេះ method ហ្នឹងអូខេឥឡូវខ្ញុំ run debug វាម្ដងទៀតអូខេឃើញទេវាចេញមកហើយអញ្ចឹងបានន័យថាវាខុសគ្នាមិនបើសិនណាបើយើងប្រើ standard control របស់
ASP.NET នេះបើយើងចង់ដាក់ style bootstrap គឺយើងប្រើ CA class ណាហើយពេលយើងសរសេរកូដគឺយើង double click ឬក៏យើងអាច select លើកន្លែង property របស់វានេះហើយជ្រើសរើសយក event ហើយសរសេរកូដប៉ុន្តែបើយើងប្រើ standard HTML ឬក៏ HTML file ហ្នឹង for ឬក៏ file ហ្នឹងដំបូងគឺយើងបង្កើតនឹងមកហើយបន្តមកគឺយើងដាក់ run add server កុំភ្លេចអក្សរ run add server ហើយបន្តមក ID របស់ប៊ូតុងនោះគឺឈ្មោះរបស់ប៊ូតុងហ្នឹងឯងកុំឲ្យជាន់នឹង ID របស់ standard control នេះព្រោះពីរហ្នឹងវាដូចតែគ្នាទេអូខេហើយបន្តមកបើសិនណាយើងចង់ apply bootstrap គឺយើងប្រើ CSS class ធម្មតាហើយមួយទៀតតើតទៅនឹងការសរសេរ code event គឺយើងអាច double click ហើយឬក៏ select រើសកន្លែង property នេះគឺវាអត់មានឲ្យយើង event ឲ្យយើង save code អីទេណាកន្លែងហ្នឹងណាអត់មាន event ឲ្យយើង save code អីអញ្ចឹងគឺយើងមានអតិប្រយោជន៍មួយទៀតគឺ on server click ហើយបន្តមក click នៅប៊ូតុងណាអូខេនេះប៊ូតុងមកថាប៊ូតុងយើងតែគឺយើងដាក់តែ on click ហ្នឹងទៅណាដើម្បីការចំណាយយើងដាក់ប៊ូតុង click ក៏បានជាទូទៅយើងដាក់ប៊ូតុង name ហើយបន្តមកដល់ on click បានហើយយើង click ប៊ូតុងហ្នឹងហើយបន្តមកបើសិនណាបើខ្ញុំប្រើកម្មវិធី Reaper គឺវាចុចលើទៅនេះយើង generate ដូចរបស់ខ្ញុំលើកមុនហ្នឹងបន្តមកយើងចូលកន្លែងកូដរបស់យើងអាចចូលចាស់ user code មកចូល back in ហើយដើម្បី save code អញ្ចឹងគឺយើងបង្កើតមកនៅក្នុង HTML file main control ហ្នឹងគឺយើង protected void ហើយបន្តមកប៊ូតុងហើយបន្តមកយើង save មកក្នុងប៊ូតុងហ្នឹងនេះអា on button on click ហ្នឹងនេះណាអូខេអញ្ចឹងវាខុសគ្នាអញ្ចឹងវាស្រួលដែរបានថាពេលណាដែលយើងប្រើ ASP standard ហើយពេលណាយើងប្រើ HTML file ពេលហ្នឹងវាម្យ៉ាងម្នាក់ដែរណាម្យ៉ាងម្នាក់មិនពេលខ្លះយើងខ្ជិល design ដូរ control ដូរអីយើងប្រើ HTML file ទៅពេលខ្លះយើងចង់ប្រើ standard ក៏វាល្អម្យ៉ាងដែរបែរថាយើងចង់ validation ស្អីគឺវាមានស្រាប់ប៉ុន្តែបើសិនណាប្រើ standard គឺយើងប្រើ validation របស់ bootstrap អត់បានទេប៉ុន្តែបើសិនណាយើងបាននៅក្នុង standard នោះមាន validation tool វាស្រាប់ដែរយើងអាចប្រើបានប៉ុន្តែបើយើងប្រើ standard HTML5 គឺយើងអាចប្រើ validation របស់ bootstrap បានណាវាម្យ៉ាងម្នាក់អញ្ចឹងជាជម្រើសរបស់អ្នកប្រើមួយណាគឺជារឿងរបស់អ្នកណាអញ្ចឹងមុននឹងប្រើវាមានពីរផ្លូវអញ្ចឹងយើងជ្រើសឲ្យបានសមស្របតាមតម្រូវការរបស់យើងជាក់ស្ដែងទៅបាទអញ្ចឹងក្នុងវីដេអូនេះសូមចប់